គណៈបកសង្គ្រោះជាតិទទួលបានសម្រេចជោគជ័យបន្ទាប់ពីការបោះឆ្នោតរបស់អង្គការសេរីនិយមអន្តរជាតិអង្គការសេរីនិយមអន្តរជាតិបានបោះឆ្នោតដោយសម្រេចជោគជ័យគាំទ្រលើសេចក្តីសម្រេចស្តីពីសន្តិភាពអធិបតេយ្យភាពនិងអនាគតប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជាដែលបានដាក់ស្នើដោយគណៈបកសង្គ្រោះជាតិ CNRP នៅទីក្រុងឡាអេប្រទេសហូឡង់សេចក្តីសម្រេចនេះទាមទារទៅកាន់ម្ចាស់ហត្ថលេខី18ប្រទេសដែលជាអ្នកចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដើម្បី1. បដិញ្ញាឡើងវិញលើការទទួលខុសត្រូវរបស់ខ្លួនជាអ្នកធានាសន្តិភាពប្រជាធិបតេយ្យសិទ្ធិមនុស្សនិងអធិបតេយ្យភាពកម្ពុជា 2. ធ្វើសកម្មភាពការទូតរួមគ្នាដើម្បីជំរុញការកែតម្រូវឲ្យមានប្រជាធិបតេយ្យពិតប្រាកដការគោរពអធិបតេយ្យភាពនិងសេរីភាពមូលដ្ឋាន 3. គាំទ្រការចរចាដោយអព្យាក្រឹតដើម្បីដោះស្រាយសន្តិវិធីនៃវិវាទព្រំដែនកម្ពុជាថៃឲ្យមានសន្តិភាពនិងការគោរពអធិបតេយ្យភាពកម្ពុជា 4. ផ្ដល់ជំនួយនិងត្រួតពិនិត្យលើផែនការកែច្នៃទីលំនៅយ៉ាងត្រឹមត្រូវនិងចីរភាពសម្រាប់ប្រជាពលរដ្ឋកម្ពុជាដែលរងផលប៉ះពាល់ពីការរំលោភអធិបតេយ្យភាព 5. សហការជាមួយដៃគូអន្តរជាតិដើម្បីបង្កើតវិធានការយុទ្ធសាស្ត្ររួមរយៈពេលវែងសម្រាប់សន្តិភាពអធិបតេយ្យភាពនិងស្ថិរភាពតំបន់និងចំណុចចុងក្រោយទី 6 ទទួលស្គាល់ថាសន្តិភាពអធិបតេយ្យភាពនិងប្រជាធិបតេយ្យមិនអាចសម្រេចបានទេបើគ្មានការចូលរួមពេញលេញរបស់ស្ត្រីកុមារវ័យជំទង់និងសហគមន៍រងការរំលោភក្នុងដំណើរការនយោបាយសង្គមនិងស្ថាបនាសន្តិភាពនិងទទួលស្គាល់ពីឥទ្ធិពលមិនស្មើគ្នានៃចំនួនការបាត់បង់ទីលំនៅនិងបម្រែបម្រួលអាកាសធាតុលើក្រុមទាំងនេះមានតែការសហការអន្តរជាតិជាក្រុមប៉ុណ្ណោះទើបអាចអនុវត្តនៅសន្យានៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដើម្បីធានាសន្តិភាពអធិបតេយ្យភាពប្រជាធិបតេយ្យនិងសេចក្តីថ្លៃថ្នូររបស់មនុស្សប្រជាពលរដ្ឋកម្ពុជានិងស្ថិរភាពសម្រាប់តំបន់ទាំងមូលលើសពីនេះទៅទៀតសូមអំពាវនាវឲ្យប្រទេសដែលចុះហត្ថលេខានិងអង្គការអន្តរជាតិពាក់ព័ន្ធទាំងអស់ជំរុញនិងគាំទ្រលើការចូលរួមនិងភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងការចរចាសន្តិភាពដោះស្រាយជម្លោះនិងការគ្រប់គ្រងទូទៅតាមសេចក្តីសម្រេចលេខ1325របស់ក្រុមប្រឹក្សាសន្តិសុខអសបស្តីពីស្ត្រីសន្តិភាពនិងសន្តិសុខសមភាពយេនឌ័រនិងការរួមបញ្ចូលសង្គមជាជំហានគ្រឹះសំខាន់នៃការកែតម្រូវប្រជាធិបតេយ្យការការពារសិទ្ធិមនុស្សនិងអធិបតេយ្យភាពជាតិសេរីភាពក្នុងការនិយាយរួមគ្នានិងការប្រមូលផ្ដុំជាសាធារណៈសម្រាប់ពលរដ្ឋគ្រប់រូបរួមទាំងស្ត្រីកុមារវ័យជំទង់អ្នកកាសែតនិងអង្គការសង្គមស៊ីវិលជាធាតុដ៏សំខាន់នៃសង្គមប្រជាធិបតេយ្យយុត្តិធម៌ភាពធន់នឹងអាកាសធាតុនិងការការពារបរិស្ថានជាផ្នែកចម្បងនៃសន្តិភាពនិងអធិបតេយ្យភាពរយៈពេលវែងរបស់កម្ពុជាដោយទទួលស្គាល់ថាភាពអស្ថិរភាពធនធានដោយសារអាកាសធាតុនិងការផ្លាស់ប្ដូរទីលំនៅបង្កើនអស្ថិរភាពកម្មវិធីអប់រំវគ្គបណ្ដុះបណ្ដាលដែលអាចបង្កើនសមត្ថភាពស្ត្រីនិងយុវជនឲ្យចូលរួមយ៉ាងសកម្មដោយមានន័យក្នុងការគ្រប់គ្រងប្រជាធិបតេយ្យការការពារជម្លោះនិងការសម្រេចចិត្តស្តីពីបរិស្ថានហើយទាំងអស់នេះគឺជំរុញទៅដល់ដៃគូអន្តរជាតិនិងតំបន់រួមមានអាស៊ាននិងអង្គការសហប្រជាជាតិដើម្បីបញ្ចូលវិធីសាស្ត្រឆ្លើយតបតាមយេនឌ័ររួមបញ្ចូលយុវជននិងយកចិត្តទុកដាក់ពីបញ្ហាអភិវឌ្ឍចូលក្នុងគម្រោងគាំទ្រទាំងអស់សម្រាប់សន្តិភាពអធិបតេយ្យភាពនិងប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជា